បាទខ្ញុំបាទសូមជម្រាបសួរដល់បងប្អូនដែលទស្សនា YouTube របស់ខ្ញុំchannel ឈ្មោះហ៊ុយវណ្ណាបាទខ្ញុំបាទសូមថ្លែងអំណរគុណដែលបានចាប់អារម្មណ៍និងទស្សនានៅលើ YouTube របស់ខ្ញុំបាទហើយខ្ញុំបាទនឹងបន្តនៅការធ្វើវីដេអូបែប original ដែលផ្សារភ្ជាប់នឹងជីវភាពការងារនិងជីវភាពរស់នៅប្រចាំថ្ងៃបែបធម្មជាតិបាទហើយខ្ញុំបាទនឹងសន្យាថាមិនធ្វើវីដេអូបែបបកប្រាស់ឬក៏ភូតផលកុហកដាក់នៅលើ YouTube ទេបាទគឺសុំតែខិតខំនឹងការធ្វើវីដេអូ original បាទធម្មជាតិសុទ្ធតែម្ដងបាទដើម្បីចែកជូនទៅដល់បងប្អូនទស្សនាលេងកំសាន្តក្រោយសម្រាប់ពីកិច្ចការងារនឿយលំបាកផ្សេងបាទនេះជាសកម្មភាពការងារប្រចាំថ្ងៃនៅពេលដែលសម្រាប់ពីការងារបង្រៀនសិស្សអញ្ចឹងខ្ញុំក៏ឆ្លៀតពេលថតសកម្មភាពនៅក្រោយផ្ទះបាទហើយសកម្មភាពខ្លះនៃការចិញ្ចឹមសត្វមានសត្វមាន់សត្វទាអញ្ចឹងក៏ការដាំដុះនៅស្រូវ3ខែនៅខាងក្រោយផ្ទះដើម្បីជំនួយនឹងការផ្គត់ផ្គង់ជីវភាពក្នុងការរស់នៅប្រចាំថ្ងៃបាទអញ្ចឹងសូមបងប្អូនដែលឃើញវីដេអូនេះហើយសូមជួយគាំទ្រផងបាទហើយវីដេអូនេះគឺបែបធម្មជាតិមិនមានការកែប្រែឬក៏យកពីគេទេបាទគឺថតពិតតែម្ដងបាទហើយក៏គ្មានពាក្យអ្វីជាវែងទេគឺមានតែពាក្យថាអរគុណច្រើនទៅដល់បងប្អូនដែលអូសឃើញវីដេអូរបស់ខ្ញុំបាទហើយក៏ឆ្លៀតមើលបានអ្នកខ្លះក៏មើលដល់ចប់ហើយបងប្អូនខ្លះក៏គាត់មើលពាក់កណ្ដាលអីអញ្ចឹងទៅក៏គាត់បន្តទៅមុខទៀតបាទហើយអញ្ចឹងក៏អរគុណច្រើនដល់បងប្អូនបាទនេះជាចំណងចំណូលចិត្តមួយសម្រាប់កំដរនៅភាពរីករាយនៅពេលដែលយើងសម្រាប់ពីកិច្ចការងារបាទ content នេះគឺខ្ញុំបាទធ្វើសម្រាប់ជា content បែប original បាទគឺ content បែបការងារនិងជីវភាពរស់នៅប្រចាំថ្ងៃបាទដែលផ្សារភ្ជាប់នឹងវីដេអូ original បាទអញ្ចឹងក៏ខ្ញុំបាទក៏សូមអរគុណច្រើនទៅដល់បងប្អូនដែលបានទស្សនានៅក្នុងវីដេអូរបស់ខ្ញុំបាទនេះបាទហើយក៏សូមជូនពរដល់បងប្អូនអ៊ំប្រុសអ៊ំស្រីពូមីងកូនក្មួយទាំងអស់ជួបប្រទះតែនឹងពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិណៈសូមឲ្យគាត់មានទៅដល់ក្រុមគ្រួសារអ៊ំពូមីងបងប្អូនទាំងអស់គ្រប់រង្វង់ក្រុមគ្រួសារបាទនិងសូមលើកនៅម្រាមដៃ10អរគុណណាស់ដែលបានទស្សនានៅវីដេអូ original របស់ខ្ញុំបាទនៅលើ channel YouTube ហ៊ុយវណ្ណា